video ចេញពី Little One ចេញមកហើយបាទនេះគឺជា Little One ឈុតតូចបាទឈុតតូច standard ដែលយើងហៅ standard ហ្នឹងណាមកប្រអប់ប៉ិនបាទដៃទេ drone នេះគឺតម្លៃតែ3ឲ្យជាងឯងមកវ៉ាដាច់ mini 3ហីតោះកុំឲ្យវីដេអូនឹងវែងឆ្ងាយយើងមកមើល detail លើប្រអប់វាតែម្ដងខាងនេះគឺអក្សរ DJI ខាងក្រោមវិញគឺបង្ហាញថា in the box មានគេខ្លះ drone ថ្មតេឡេខ្សែសាកក៏ដូចជាទូរវីហើយស្លាបសួរហើយក៏ដូចជា menu ក្នុងការបរៀនរបៀបប្រើប្រាស់ផ្សេងៗហើយនេះគឺជា Little One ដែលវាបំពាក់ជាមួយនឹងកាមេរ៉ាដែលថតបានដល់ 4K 60 frame ដល់គ្នាអញ្ចឹងកាមេរ៉ាវាច្បាស់ទម្ងន់វាត្រឹមតែ2ខាំកន្លះទេហើយចម្ងាយវីដេអូដែលវាអាចបញ្ជូនរូបភាពបានរហូតដល់15គីឡូអាហ្នឹងស្ពេចតែក្រុនដាក់តែជាក់ស្ដែងគឺវាអាចនឹងក្រោមនឹងខ្លះៗដែរបើកប្រអប់តែម្ដងនេះគឺជាថ្មីបាទអូអានបាក់មួយមកនេះអូជាតិតែម្ដងស្រាប់មកប្រអប់វានេះគឺអត់មានជាមួយនឹងកាបូបទេណាបងប្អូនបញ្ជាក់ហើយឈុត standard របស់ DJI គឺអត់មានកាបូបទេបាទនៅខាងក្នុងនេះគឺ drone ហើយនេះគឺជា remote control នេះធ្វើបានបែបហ្នឹងណាតារាប៉ុណ្ណឹងគឺអស់ហើយនេះគឺជា drone មានការខ្ចប់ជាមួយនឹង plastic យ៉ាងស្រស់ស្អាតតែម្ដងអានេះគឺជាប៉ុងអត់ប្រយោជន៍ទេឥឡូវយើងបើកជាមួយនឹង remote control គឺបើកខាងលើហ្នឹងហើយបន្តទៀតដោះជាមួយនឹងស្លាបសកួរនេះគឺជាស្លាបសកួរគេឲ្យយើងមកគូកន្ទុលវីក៏ដូចជាខ្សែដោត iPhone Lightning ឥឡូវយើងដកជាមួយ remote control មកស្រាប់ standard គឺអត់មានន័យច្រើនទេដល់គ្នាមានតែប៉ុណ្្នឹងទេគាត់មក set standard មានដូចអ្នកនរគ្នាឃើញនៅក្នុងវីដេអូហ្នឹងចឹងមានតែ drone remote control ហើយនឹងមក set ហ្នឹងតែម្ដងបន្តទៅយើងធ្វើការបើកជាមួយនឹង drone នេះ1 2 3 ching wow ស្អាតមែនតើបាទសខ្ចីញញតែម្ដងដូច mini 3អានេះសជា mini 3ទេ mini 3 20អានេះសចំតែម្ដងលាដៃខាងលើលាដៃខាងក្រោមកាន់ជាមកឡើង clean អត់ស្កេស្កាច្រើនទេដាក់អក្សរ81 decibel កម្រិតនៃអញថាកម្លាំងខ្យល់វាទាំងហើយមួយទៀតគឺវាបំពាក់ជាមួយនឹង motor brushless មកទាំងដូចជា motor mini 3នោះនេះដៃជើងវាបបិទប៉ុណ្ណេះមើលស្តៀង mini 3មែនតើប៉ុន្តែមើលចាស់ស្ដែងទៅគឺអត់ដូចទេបាទ design មកក្រោយនេះគឺកាន់មករៀងហាប់ណែនដៃល្អជាងមុនអានេះគឺជា sensor បាទ sensor វានឹងគឺទំនើបមែនតើនិយាយទៅកោងនៅក្នុងនេះចឹងទៅវាចាប់បានធំអញ្ចឹងណាខាងលើខាងក្រោមហើយដោះជាមួយនឹងកាមេរ៉ាមកគឺទោះបានជាមួយនឹងកាមេរ៉ាយ៉ាងស្រស់ស្អាតមួយដែលថតបានទៅដល់ 4K 60 frame អានេះគឺជារុនខ្យល់បើ Little X1 កន្លែងនេះគឺជា sensor តែអានេះ Little 1គឺជារុនខ្យល់តែវាមាន sensor ខាងលើក្រោមនេះជួយការពារបានច្រើនដែរហើយខាងក្រោយនេះគឺជារុនខ្យល់អានេះគឺយើងអាចបើក drone បានបាទនេះគឺជាប៊ូតុងបិទបើកពណ៌វិញចង់ដកចេញចាប់អានេះជាប់ទាញយ៉ាងមកដកចេញហើយថ្មវាស្រី mini 3តែប្រើ mini 3អត់កើតទេណាថ្មវាកន្លែងនេះវាកោងនេះចឹងទៅដាក់ចូលទេចឹងខ្ញុំដាក់ថ្មចូលមកស្រាប់ drone នេះគឺសាកថ្មយើងសាកជាមួយនឹង drone នឹងផ្ទាល់តែម្ដងកាលនេះគឺជា slot ដាក់ memory ហើយ remote control វិញគឺជា DJI RC N3 បាទ N3 ហ្នឹងគឺយើងអាចប្រើបានជាមួយនឹង DJI Neo 1 Neo 2 Mini 4 Pro Mini 5 Pro Air 3 Air 3S ក៏ដូចជាDJI Flip ដែរអ្នកនរគ្នាហើយ Neo 2ក៏អាចប្រើបានដែរនេះខាងលើនេះគឺជាកន្លែងសេរីកាមេរ៉ាចុះឡើងចុចថតរូបចុចឲ្យជាប់ថតវីដេអូកន្លែងបិទបើកហើយនេះគឺជាល្បឿនបាទមានល្បឿនយឺតល្បឿន normal ល្បឿន sport mode ចឹងទៅនិយាយទៅតេឡេវាគឺដូចតែតេឡេធម្មតាទេអញ្ចឹងឥឡូវយើងបើកខាងលើនេះកន្លែងដាក់ទូរស័ព្ទដោះខ្សែនេះមកបាទខ្សែនេះបើណាគេប្រើ iPhone ដែលថាប្រើជាមួយនឹងនេះ Type C គឺយើងប្រើ Type C បានបើថាប្រើមួយ Type C ទេគឺយើងអាចមកប្រើជាមួយនឹងខ្សែ Lightning បាននេះគឺជាខ្សែ Lightning យើងក៏ដោះខ្សែនេះចេញមកដាក់ខ្សែ Lightning ចូលទៅនេះដល់ Type C មួយអាគូ drone ហើយអាក្បាល Lightning ទុកប្រើទូរស័ព្ទទៅប៉ុណ្្នឹងបានហើយនេះបើយើងជប់ប្រើយើងពត់វាបញ្ជុំចេះហើយយើងដោតវាចូលកលៈនេះអូខេដោតចូលកលៈហ្នឹងទៅគឺវាចូលបានតែម្ដងឥឡូវយើងដោតវាចេញហើយដាក់ជាមួយនឹងក្បាល joystick អូខេនេះគឺជាការស្រេចតែម្ដង drone ជាមួយ remote control គឺបានបើកហើយអញ្ចឹងសម្រាប់កន្លែងថ្មវាបាទយើងចុចវាមួយអញ្ចឹងមកឲ្យវាលោតភ្លើងអញ្ចឹងចុចមីទៅឲ្យជាប់បាទចុចមួយឲ្យជីងភ្លើងចុចទៅឲ្យជាប់មកគឺវាដើរពេញគឺវានឹងទៅការបើកដំណើរការ machine drone តែម្ដងបន្តមកទៀតយើងបើកជាមួយ remote control ចុចមួយជិះមីទៅជាប់មកគឺតេឡេបើកអញ្ចឹងចាំ drone ជាមួយតេឡេវាស្គាល់គ្នាសិនហើយក្នុងកំឡុងពេលនេះយើងអាចភ្ជាប់ជាមួយទូរស័ព្ទឲ្យបានដោតនេះសម្រាប់ការដោតខ្ញុំដោតទៅចូលទៅនឹងមករុញវាឲ្យហាប់ណែនឲ្យចូលមកណានៅពេលដែលវាស្គាល់គ្នាវាដាក់ not charging ឬក៏ charging ឬក៏ load អក្សរសាកថ្មអីក៏អត់សំខាន់ដែរសំខាន់ឲ្យតែយើងដោតចូលអញ្ចឹងហើយនេះយើងចុចពាក្យថា DJI Fly អូខេអញ្ចឹងចាំតិចវាស្គាល់គឺវានឹងបង្ហាញជាមួយនឹងរូបភាព drone មកហើយនេះគឺ drone ណាអញ្ចឹងមានថាស្គាល់គ្នាយើងជួយ activate មកព្រោះ drone នេះ drone ថ្មីបាទអញ្ចឹងខ្ញុំភ្ជាប់ account មួយសិនបន្ទាប់ពីហើយអញ្ចឹងហើយយើងចាច់ចុច OK មកឥឡូវវាពងទៅ download firmware របស់ Lito មួយបាទពង download firmware អញ្ចឹងចាំវាដំណើរការគ្រប់សិនបាទចូលមើលមកដឹងហើយវា download firmware នេះ firmware ដែលវាត្រូវ download ណាឥឡូវយើងទុកឲ្យវា download សិននេះឥឡូវគឺយើងឃើញជាមួយនឹងកាមេរ៉ារបស់ Lito ឯត្រូវអត់នេះគឺជាកាមេរ៉ារបស់ Lito បាទកាមេរ៉ាវាគឺ 4K 60 frame បាទអត់មានចេះតែដាក់ទេណាគឺ 4K 60 frame ពេញតែម្ដងបាទ Lito មើលបានកាមេរ៉ាច្បាស់មែនតើណាងាកឆ្វេងងាកស្ដាំឡើងលើចុះក្រោមអីគឺមួយអែមតែម្ដងកាមេរ៉ាច្បាស់ហើយ smooth សាហាវតែម្ដងជាមួយនឹង DJI Lito ដឹងស្រាប់ហើយ brand DJI ចេញមកម៉ូតគឺច្បាស់គឺផ្ទុះហ្មងបាទអែមខ្លាំងណាស់
តោះឥឡូវយើងទៅមើលវីដេអូនៃការហោះទាំងអស់គ្នា Let's go អូភ្លេចបញ្ជាក់បាទសម្រាប់តរនេះដែរគឺយើងចង់ថតបញ្ឈរនេះចុចប៊ូតុងនេះមួយមកគឺវានឹងធ្វើការអូតូក្របឲ្យយើងតែម្ដងអញ្ចឹងនៅពេលដែលយើងថតទៅគឺវានឹងថតបញ្ឈរចូលទូរស័ព្ទឥឡូវខ្ញុំសាកថតនេះចុចអានេះមួយមកអានេះយើងចង់ដាក់ memory ក៏បានយើងដាក់ memory ទេយើង record ទៅគឺវាចូលទូរស័ព្ទរបស់យើងណាឥឡូវខ្ញុំកំពុងតែ record đấyនេះកំពុងតែ record đấyជាមួយយើងងាកទៅនេះងាកឆ្វេងងាកស្ដាំអីហ្នឹងឥឡូវខ្ញុំធ្វើការ record បញ្ឈរមួយទៀតបាទ record បញ្ឈរចុច view បញ្ឈរមកចុច record មួយទៀតមកណានេះគឺជាការ record បញ្ឈរ record ចូលទូរស័ព្ទតែម្ដងណា record ចូលទូរស័ព្ទអញ្ចឹងវាអត់សូវច្បាស់ដូច record ចូល memory ទេប៉ុន្តែមកយើងមើលបានតើគ្នាតោះឥឡូវយើងចូលទៅមើលទូរស័ព្ទហើយវាចូលទៅទូរស័ព្ទអត់អញ្ចឹងខ្ញុំចេញមកក្រៅមកខ្ញុំចូលពាក្យថា photo នេះឃើញអត់ឃើញវីដេអូរូបភាពដែលយើងបានថតមុនហ្នឹងណានេះគឺជាវីដេអូដែលយើងថតមុនហ្នឹងចេញពី Little One នេះជាមួយទៅទៀតខ្ញុំនឹងធ្វើការនេះព្រោះឥឡូវគេអញ្ចឹងគឺថាយើងថតទៅចូលទូរស័ព្ទរបស់យើងតែម្ដងអានេះគឺជាវីដេអូផ្ដេកមុនហ្នឹងប៉ុន្តែពេលយើងថតចូលទូរស័ព្ទអញ្ចឹងនេះគឺវាបានកម្រិតត្រឹមតែ1080 frame ទេយើងថតចូល memory គឺច្បាស់ត្រជាក់ភ្នែកតែម្ដងយើងថតចូល memory ចាលើ app ទីសម្រាប់ app វាគឺយើងអាចសេរីបានណានេះចង់ថតជាបញ្ឈរយើងអាចចុចបញ្ឈរនេះមកគឺវានឹងធ្វើការ crop វីដេអូអូតូតែម្ដងនេះគឺវា crop វីដេអូអូតូអញ្ចឹងគឺយើងបានជាវីដេអូក្នុងការបញ្ឈរហើយចង់បដិវិញយើងអាចបដិមកចង់ zoom ចេញ zoom ចូលយើងអាចចុចនេះបាននេះ zoom ហើយ select ដូរវីដេអូឬក៏ចង់បានកម្រិត 4K ឬក៏ 1080 គឺអាចសេរីបានទាំងអស់តែម្ដងលើ app របស់វានេះតើឥឡូវយើងមករៀនហោះជាមួយ drone នេះតតែម្ដងនេះដំបូងគេដាក់ drone ពីហ្នឹងយើងឈរពីក្រោយ web ហ្នឹងណានេះយើងឈរពីក្រោយ web ហ្នឹងកុំដាក់កុំឈរនៅពីមុខវាបន្តទៅធ្វើការបញ្ឆេះ motor វានេះរុញ joystick ទាំងពីរហ្នឹងឲ្យចំកែមបែបនេះគឺ drone វាធ្វើការ whirl motor តែម្ដងអញ្ចឹង whirl motor ចឹងហើយគឺស្រួលខ្លាំងហើយរុញតែការឆ្វេងនេះឡើងមកគឺវាហោះឡើងតែម្ដងជាមួយខ្ញុំរុញឡើងណែឃើញអត់គឺនិយាយទៅ DJI Rito គឺស្រួលហោះខ្លាំងមែនទេដោយសារតែវាមាន sensor ក្នុងការទប់ដំណឹងផងហើយមានជាមួយនឹងនេះ ultrasonic sensor នៅខាងក្រោមទៀតអញ្ចឹងវាហោះនឹងល្អមែនទេចង់ងាកក្បាលមកយើងឬក៏ងាកទៅខាងណាងាកបានណាអានេះខ្ញុំតែហោះនៅគ្នាមើលទេនៅតែគ្នាអាចទៅរៀនហោះនៅទីតាំង David ខ្លួនឯងទៅងាយស្រួលក្នុងការបញ្ជាឯងឥឡូវយើងមើលកាមេរ៉ាវាបានកាមេរ៉ាក៏ច្បាស់ដែរគ្នាមើលក្រៅបានច្បាស់ដែរគ្នាមើលក្នុងអត់សូវច្បាស់ទេធានាមកមើលក្រៅដឹងតែច្បាស់ត្រជាក់ភ្នែកឯងតែខាងគឺអានរហូតដល់ 4K 60 frame មក 4K 60 frame មែនតើសម្រាប់យើងយកទៅថតការងារឬក៏ហោះលេងកំសាន្តហ្នឹងគឺដឹងតែធានាជូនហើយសំខាន់ណាកាមេរ៉ាវាគឺ 3 axis gimbal បាទអាខាងលើហ្នឹងគឺជារុនខ្យល់បាទខាងលើគឺជារុនខ្យល់របស់វាហើយមានជាមួយ motor Prasless នេះ motor ធំ Prasless ហោះទៅគឺបាននឹងល្អមែនតើតែម្ដងជាមួយនឹងប្រភេទពួក DJI Rito មួយនេះយើងសម្រាប់ការបញ្ជាវាយើងស្រួលមែនតើសំខាន់យើងកាន់តែ joystick នេះមកយើងអាចបញ្ជាវាបានហើយយើងឈរពីក្រោយហ្នឹងយើងចង់បញ្ជាវាឡើងលើនេះឡើងលើរុញឡើងលើចុះក្រោមងាកក្បាលឆ្វេងឬក៏ងាកក្បាលស្ដាំយើងអាចសេរីបានលើ joystick តែម្ដងហើយបើយើងចង់ប្រើ joystick ខាងស្ដាំនេះវិញគឺសម្រាប់ងាកមកខាងឆ្វេងឬក៏ងាកមកស្ដាំបាទរុញមកស្ដាំគឺងាកមកស្ដាំរុញទៅមុខគឺវាទៅមុខនេះដោយសារតែវាមាន sensor ក្នុងការចាប់ណាគ្នា sensor ខាងលើក្បាលវានេះវាចាប់ហ្មងចឹងទៅបានយើងរុញអត់ទៅទេដោយសារតែវាមាន sensor ក្នុងការចាប់ហើយបើយើងចាំមកក្រោយនេះរុញមកក្រោយមកគឺវាមកក្រោយឯក្រាត់ងាយស្រួលប្រើមែនតើអូបញ្ជាក់មួយទៀតសារៈការចុះជាប់ដ្រូនស្រួលមែនតើរុញអាចចុះទេឆ្វេងអាចជាប់រហូតមកហួយឲ្យជាប់ហ្នឹងនេះហួយឲ្យជាប់រហូតដល់តែវាចាប់បានគឺវាធ្វើការចុះតែខ្លួនឯងតែម្ដងអញ្ចឹងវីដេអូមកប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះបាយបាយ